lemon ជាបកក្រូចឆ្មាណាអញ្ចឹងពេលជីវិតផ្ដល់ឲ្យអ្នកក្រូចឆ្មាអត់ត្រូវទេណាយើងបកប្រែថាជំរាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះយើងមករៀនពី common phrases មានន័យថា clear ដែលគេនិយមប្រើប្រាស់បាទអានេះសំខាន់មែនទែនទាមទារឲ្យបងប្អូនចេះធ្លាប់ជួបវាទើបយើងអាចងាយស្រួលក្នុងការបកប្រែបើសិនជាបងប្អូនអត់ធ្លាប់ជួបអត់ធ្លាប់ប្រើអត់ធ្លាប់ឮគេនិយាយទេយើងពិបាកក្នុងការកាត់ន័យយល់មែនទែនបាទអញ្ចឹងថ្ងៃនេះខ្ញុំបញ្ជាក់ជូនចំនួន3 clear ដែលពេញនិយមមែនទែនបងណាបាទទី1 What's your poison What's your poison? What's your poison? What's your poison then? What's your poison? What's your poison? What's your poison? So what's your poison? What's your poison poison យើងមកប្រែថាពឹសបាទដល់ពេល What's your poison មានន័យថាតើអ្នកចង់ផឹកអ្វីសំដៅលើស្រាបងបាទស្រាបៀរយើងមិត្តភ័ក្តិអីចឹងយើងជួបជុំគ្នាចឹងចង់សួរឲ្យផឹកអីផឹក Gensberg ឬក៏ផឹក Hannigan អីចឹងណាបង clear បន្ត never been better Never been better. 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 never been better មានន័យថាល្អប្រសើរជាងមុនបាទល្អប្រសើរជាងមុនឥឡូវហ្នឹងយើងមានអារម្មណ៍ថាយើងល្អជាងមុនច្រើនណាបាទដូចយើងរៀនអង់គ្លេសអញ្ចឹងមកដល់ថ្ងៃនេះយើងមានអារម្មណ៍ថាខ្លួនយើងរីកចម្រើនជាងមុនច្រើនមែនតើបាទអាហ្នឹងហើយគេប្រើពាក្យ never been better បាទឬក៏សំដៅលើសុខភាពក៏បានដែរបងណាបាទពេលខ្លះយើងធ្លាប់តែឈឺគេនឹងកន្ទែលអញ្ចឹងស្រាប់តែថ្ងៃមួយគាត់អាចងើបហាត់ប្រាណបានគាត់ដើរខ្លួនឯងបានអញ្ចឹងណាអានេះយើងប្រើ never been better he's never been better ឃ្លីជាបន្ត when life gives you lemons When life gives you lemons, When life gives you lemons. When life gives you lemon. When life gives you lemons. When life gives you lemons. When life gives you lemon. មានន័យថាពេលជីវិតជួបការលំបាក lemon ជាបកក្រូចឆ្មាណាអញ្ចឹងពេលជីវិតផ្ដល់ឲ្យអ្នកក្រូចឆ្មាអត់ត្រូវទេណាយើងបកប្រែថាពេលជីវិតជួបការលំបាកណាអញ្ចឹងយើងទៅតែម៉េច make lemonade មានន័យថាឆ្នៃការលំបាកនោះឲ្យទៅជាប្រយោជន៍ណាបាទអញ្ចឹង clear នេះគឺជាទូទៅគេចង់ប្រាប់យើងឬក៏ចង់លើកទឹកចិត្តយើងពេលដែលជីវិតយើងជួបការលំបាកអញ្ចឹងគេឲ្យយើងម៉េចឲ្យចេះឆ្នៃអាការលំបាកហ្នឹងឲ្យវាទៅជាប្រយោជន៍បានអញ្ចឹងណាបងអូខេហើយសម្រាប់មុនដែលចាប់អារម្មណ៍ចង់រៀនចេះប្រយោគសន្ទនា clear ក្នុងការសន្ទនាបែបនេះអាចតទៅរៀនបានណាទីជិះមានថ្នាក់អនឡាញចំនួន2ថ្នាក់ទី1គឺថ្នាក់ម៉ោង 8:04 យប់ហើយនិងបន្តទៀតម៉ោង 9:10 យប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រណាបងប្អូនចាប់អារម្មណ៍អាចចូលរៀនបានណាអរគុណច្រើន